សួស្តីប្រិយមិត្តជួបគ្នាជាថ្មីទៀតហើយក្នុងពេលនេះខ្ញុំក៏មានរឿងមួយយកមកនិទានប្រាប់ដល់បងប្អូនហើយជារឿងរបស់បងប្រុសខ្ញុំផ្ទាល់បងប្រុសរាប់អានគ្នាទេហើយការឡុងឆ្នាំ2019នោះគាត់បានធ្វើដំណើរពីភ្នំពេញទៅបាត់ដំបងហើយគាត់ចេញពីភ្នំពេញទៅបាត់ដំបងហ្នឹងប្រហែលជាម៉ោង10យប់ហើយភ្នំពេញទៅបាត់ដំបងមិនចិត្តទេបងប្អូនឆ្ងាយជាង200គីឡូជាង290គីឡូអញ្ចឹងគាត់ធ្វើដំណើរតែម្នាក់ឯងគាត់ជិះម៉ូតូធំតែម្នាក់ឯងហើយគាត់ចូលចិត្តជិះម៉ូតូលឿនណាបងប្អូនប៉ុន្តែដល់ពេលគាត់ជិះកាន់តែឆ្ងាយទៅតាមផ្លូវជាតិលេខ5ហ្នឹងជិះកាន់តែឆ្ងាយទៅគាត់ងុយគេងគាត់ជិះម៉ូតូបដើរកមើលតាមតូបអីតាមមាត់ផ្លូវមាត់អីក្រែងគេនៅលក់អីចឹងណាចឹងពេលវេលាវាកាន់តែចូលយប់កាន់តែជ្រៅហើយគាត់ជិះកាន់តែទៅដល់តំបន់ដែលស្ងាត់ហើយចឹងទៅអត់ឃើញមានតូបអត់ឃើញមានអីទេចឹងគាត់ព្យាយាមរកមើលដែរប៉ុន្តែរកអត់ឃើញចឹងគាត់ធ្វើដំណើរចេះតែធ្វើដំណើរទៅទៀតវាស្រាប់តែឃើញភ្លើងពីចង្ងាយវាដូចតូបលក់អញ្ចឹងទៅគាត់មើលពីចង្ងាយទៅគាត់គិតថាជាតូបលក់ហើយមែនបងប្អូនគាត់ជិះចិត្តទៅដល់គាត់ឃើញជាតូបលក់អីវ៉ាន់មែនតូបលក់ចាហួយតូចអីចឹងមែនហើយគាត់អញ្ចឹងគាត់សប្បាយចិត្តព្រោះងុយដេកអ្វីដែលសំខាន់នោះគឺគាត់ត្រូវការរោគភេសជ្ជៈញ៉ាំឲ្យស្វាងអញ្ចឹងទៅយកទឹកលុបមុខលុបអីចឹងណាតែពេលឃើញតូបអញ្ចឹងគាត់សប្បាយចិត្តថាទិញភេសជ្ជៈញ៉ាំហើយទិញទឹកលុបមុខទៅប៉ុន្តែពេលនោះបងប្អូនគាត់ដាក់ភ្នែកទៅគាត់ឃើញតាចាស់3នាក់គាត់កំពុងតែអង្គុយផឹកនៅលើកូនក្រែខាងមុខខ្ទមហ្នឹងគាត់អង្គុយផឹកសោតក្អាកនិយាយគ្នាគាត់ដោះអាវ3នាក់ហ្នឹងនៅលើកូនក្រែមុខខ្ទមហ្នឹងឲ្យ3នាក់ហើយគាត់ចុះពីលើម៉ូតូគាត់សប្បាយចិត្តផងពីព្រោះយប់កាន់តែជ្រៅហើយនៅមានតូបលក់តូបអីចឹងគាត់សប្បាយចិត្តអញ្ចឹងគាត់ឃើញតាចាស់3នាក់ហ្នឹងហើយគាត់សប្បាយចិត្តអញ្ចឹងគាត់ចុះពីលើម៉ូតូគាត់ដោះមួកហើយគាត់បែរមុខបំរុងទៅទិញទឹកគាត់គ្រាន់និយាយថាអ៊ំមួយម៉ាត់ប៉ុណ្ណឹងស្រាប់តែកន្លែងនោះមិនមែនជាតូបលក់អីវ៉ាន់ទេបងប្អូនមិនមែនជាតូបលក់អីវ៉ាន់ទេហើយតាចាស់3នាក់ដែលគាត់បានឃើញហ្នឹងក៏អត់ឃើញទៀតដែរវាស្រាប់តែឃើញពភូមិ3ទៅវិញហើយគាត់ឃើញពភូមិ3អញ្ចឹងភ្លាមគាត់ស្រឡាំងកាំងពេលហ្នឹងគាត់ស្រឡាំងកាំងភ្លាមដែរហើយយ៉ាងអារម្មណ៍អត់ស្រួលទេគាត់គិតថាខ្មោចលងហ្នឹងគាត់ចាប់ឡើងម៉ូតូហ្នឹងស្វាងតែម្ដងបងប្អូនពេលហ្នឹងជួបឃើញអញ្ចឹងហេតុការណ៍អញ្ចឹងស្វាងតែម្ដងឡើងម៉ូតូជិះចេញយ៉ាងលឿនទៅហើយអ្វីដែលគាត់ឃើញហ្នឹងគាត់និយាយប្រាប់គាត់ថាគាត់ឃើញច្បាស់ណាស់ឃើញខ្ទមឃើញអីហ្នឹងឃើញតូបលក់ចាប់ហួយតូបអីហ្នឹងហើយឃើញតាចាស់3នាក់កំពុងតែអង្គុយផឹកអីនៅលើកូនក្រែហ្នឹងពីមុខខ្ទមហ្នឹងហើយគាត់ខំសប្បាយចិត្តគិតថាបានទិញភេសជ្ជៈញ៉ាំហើយបានទិញទឹកលុបមុខអីហើយស្វាងហើយធ្វើដំណើរទៅទៀតមានណាស្រាប់តែខ្ទមហ្នឹងវាមិនឃើញអាតូបហ្នឹងវាអត់ឃើញវាបែរជាឃើញនឹងពភូមិ3ទៅវិញហើយអញ្ចឹងគាត់មានស្អីនៅមិនកើតអារម្មណ៍ងុយដេកហ្នឹងក៏ត្រូវតែស្វាងដែរខ្ញុំជឿជាក់ថាអញ្ចឹងមិនថាបងប្អូនមិនថាខ្ញុំទេតែជួបហេតុការណ៍ចម្លែកអញ្ចឹងភ្លាមស្វាងតែម្ដងអញ្ចឹងទៅគាត់បោលម៉ូតូទៅលឿនអាហ្នឹងជារឿងរ៉ាវដែលគាត់ជួបប្រទេសហើយគាត់បាននិយាយប្រាប់ខ្ញុំហើយវាតកតងជាមួយនឹងរឿងទាំងអស់ហ្នឹងយើងចង់ជឿទៅមិនជឿក៏អត់ទៅពីព្រោះវាគ្រាន់តែរឿងខ្លះគ្រាន់ស្ដាប់ហើយស្ដាប់គ្រាន់តែស្ដាប់មកជាការកំសាន្តអារម្មណ៍ទៅទោះបីមិនធ្វើជាការពិចារណារឿងទាំងអស់ហ្នឹងមិនមែនជាហេតុដែលធ្វើឲ្យពិចារណាក៏ដោយក៏ស្ដាប់ទៅបែបជាកំសាន្តអារម្មណ៍វិញទៅអរគុណប្រិយមិត្តជួបគ្នានៅវីដេអូក្រោយទៀត